ស៊ីម៉ាក់បង្ហាញពីលក្ខណៈបច្ចេកទេសរវាងគ្រាប់បែកទម្លាក់ពីយន្តហោះនៅក្នុងសង្គ្រាមថ្មីៗនេះនិងជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឯកឧត្តមហេងរតនាអគ្គនាយកស៊ីម៉ាក់បានដឹងនារសៀលថ្ងៃទី29ខែកញ្ញានេះថាកន្លងមកមានអ្នកស្នើសុំឲ្យឯកឧត្តមជួយបកស្រាយដោយចោទជាសំណួរថាធ្វើយ៉ាងម៉េចទើបដឹងថាគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុននិងគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសម័យសង្គ្រាមតាមតំបន់ព្រំដែនថ្មីៗនេះបើតាមចម្លើយខ្លីរបស់ឯកឧត្តមផ្អែកតាមលក្ខណៈបច្ចេកទេសមានចំណុចវិភាគសំណាក់ជាច្រើនដែលខ្ញុំសូមមិនធ្វើការបកស្រាយលម្អិតនៅក្នុងវេទិកានេះទេនិងសូមលើកយកចំណុចសង្ខេបដ៏ខ្លីមកបញ្ជាក់ជម្រាបថាគ្រាប់បែកទម្លាក់ពីយន្តហោះក្តីឬគ្រាប់កាំភ្លើងធំក្តីសុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិតឬប្រទេសក្រុមហ៊ុនផលិតបន្ថែមលើពីនេះសម្រាប់កម្ពុជារាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាពស៊ីម៉ាក់ក្នុងការធ្វើការសិក្សាស្រាវជ្រាវអំពីព័ត៌មាននិងរៀបចំទិន្នន័យក្នុងការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ដោយមានកំណត់ត្រាព័ត៌មានពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកពីយន្តហោះដូចជាការបរិច្ឆេទប្រភេទយន្តហោះនិងចំណុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរប្រការដូចខាងលើនេះជាលក្ខណៈបច្ចេកទេសគ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមថ្មីៗជាមួយនឹងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ